ជំរាបសួរស្ដីដល់គ្នាថ្ងៃនេះខ្ញុំនាំអ្នកគ្នាក្រោកពីព្រលឹមដើម្បីទៅទិញបន្លែ100គីឡូជាង700គីឡូជាមួយនឹងសាច់ជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកគ្នាទៅកន្លែងមួយចង់អ្នកគ្នាទេសិនថាតែខ្ញុំនាំអ្នកគ្នាទៅណាដោយសារតែខែនេះគឺជាខែកំណើតរបស់ខ្ញុំអញ្ចឹងទៅខ្ញុំចង់ចែករំលែកក្តីស្រឡាញ់ដែលខ្ញុំមានខ្លះក៏ប៉ុន្តែខ្ញុំធ្វើរហូតដែរគ្រាន់តែថ្ងៃនេះគឺយើងធ្វើចិញ្ចជាមុខជាមាត់អីអញ្ចឹងអ្នកគ្នាលឺហើយយើងទិញកង្វាន់ទិញបន្លែទិញអីហើយយកទៅធ្វើម្ហូបសម្រាប់ឲ្យកន្លែងដែលខ្ញុំនឹងចែកសម្រាប់ផ្ទាល់ហ្នឹងអញ្ចឹងតិចទៀតអ្នកគ្នានឹងឃើញក្នុងវីដេអូហ្នឹងថាខ្ញុំទៅណាឥឡូវនេះខ្ញុំប្រាប់អ្នកគ្នាសិនថាខ្ញុំបានទិញអីគេខ្លះអញ្ចឹងណាសម្រាប់បន្លែដែលខ្ញុំត្រូវការទិញក្នុងថ្ងៃនេះមានដូចជាស្ពៃក្តោបការ៉ុតល្ហុងត្លុងប្រាំងស្ពៃបូកូលប៉ៅហើយសាច់ធុងមាន់ខ្ញុំយកច្រើនកន្លែងមានធុងមាន់ផងមានកន្លែងកផងមានកន្លែងឆ្អឹងដើម្បីបង្ងាស់យកជាតិយកអីអញ្ចឹងណាអ្នកគ្នាហើយសម្រាប់ថ្ងៃដែលខ្ញុំដើរទៅទិញកង្វាន់នេះណាគ្នារបៀបប្រហែលម៉ោង8 10អីដែរប៉ុន្តែវាក្តៅហ្មងល្មមតាទិញបានល្មមទៅអីហ្នឹងយើងសួរមកពីមួយកន្លែងទៅមួយកន្លែងមួយដោយសារយើងត្រូវការចំនួនរៀងច្រើនដែរចឹងកន្លែងខ្លះគាត់មានកន្លែងខ្លះគាត់អត់អីចឹងទៅហើយបន្ទាប់មកអ្វីដែលពិបាករកជាងគេហ្នឹងគឺសាច់ធុងមាន់ជាមួយនឹងកមាន់ហ្នឹងដែលយើងត្រូវការយកទៅបង្ងាស់ហ្នឹងណារៀងបាក់ហោណានេះហើយដាវហ្នឹងគូក្តៅខ្លាំងមែនតើហ្មងខ្ញុំអាក្តៅអញ្ចឹងហើយរបៀបយើងចេញពីក្តៅចូលត្រជាក់ចេញពីត្រជាក់ចូលក្តៅចូលក្នុងឡានវិញពេលចឹងទៅមានអារម្មណ៍ថាវារបៀបដូចវាអត់សូវស្រួលខ្លួនណាព្រោះក្តៅផងត្រជាក់ផងអញ្ចឹងណាល្មមតដើរមករកទិញបាននៅកន្លែងគាត់ដូចរៀងលក់បោះដុំច្រើនដែររបៀបណាកន្លែងគាត់លក់ហ្នឹងរបៀបចឹងណាអាចរបៀបធុងមាន់កមាន់អីអញ្ចឹងណាខ្ញុំយកមក10គីឡូចឹងឥឡូវគឺយើងទិញឲ្យគាត់កាប់សេរីសាំងដាក់ថង់ហើយចឹងហើយយើងរៀបចំឲ្យវ៉ាន់ដែលយើងបានទិញមិញហ្នឹងចូលក្នុងគូតឡានគ្នានេះគឺមួយឡានពេញបបហ្មងមានបន្លែមានសាច់មានអីចឹងទៅនេះគឺផ្លូវបត់ចូលទៅក្នុងកន្លែងPaul Family Cambodia កន្លែងបង Paul Family Cambodia ហ្នឹងគឺគាត់រើសឆ្កែណាថាមកចំដែរប្រភេទឆ្កែហ្នឹងគឺមានគ្រប់ទាំងអស់មានដល់ឆ្កែណាថាត្រូវបានគេបោះបង់ចោលឆ្កែពីការបាក់ជើងគ្រប់សពហ្មងណាគ្នាប្រភេទឆ្កែអីគេណាមានឈឺមានកាលមហារីកមានអីមានគ្រប់ទាំងអស់ហ្មងហើយតាមដែលខ្ញុំទៅហ្នឹងខ្ញុំបានសួរគាត់ហ្នឹងឆ្កែហ្នឹងគឺមានចំនួនដល់ទៅ60ក្បាលជាងណាគ្នាសម្រាប់ការទៅលេងផ្ទាល់នៅខាង Paul Family Cambodia នេះខ្ញុំធ្វើឡើងនេះគឺជាឆ្នាំទី2ដែលខ្ញុំបានទៅប៉ុន្តែជារៀងរាល់ខែខ្ញុំតែងតែធ្វើការ donate ដល់អ្នកគ្នាចាំខ្ញុំដាក់ account របស់គាត់ជាមួយនឹង ABA របស់គាត់ដែលអ្នកគ្នាអាចចូលរួមជួយ donate ជាមួយគាត់បានព្រោះដោយសារតែគាត់មានបន្ទុកច្រើនមកអ្នកគ្នាគាត់រើសឆ្កែហ្នឹងទៅចិញ្ចឹម60ក្បាលចេះឲ្យឆ្កែហ្នឹងសិតថាឆ្លាតគុំឲ្យឆ្លាញ់ចេះនិយាយស្ដាប់គ្នាបានមកអ្នកគ្នាអត់អញ្ញាញ៉ៃទេហើយគេចិត្តលេងមួយយើងណាស់គេចង់លេងហ្មងហើយគាត់ស្គាល់ឈ្មោះទាំងអស់គាត់មានឈ្មោះមានអីហើយនិយាយទៅគឺស្ដាប់បានអត់កាចអត់អីទេស្រួលណាស់អ្នកគ្នាដូចខ្ញុំបានប្រាប់អ្នកនរនៅខាងដើមវីដេអូអញ្ចឹងថាដោយសារតែនេះគឺជាខែកំណើតរបស់ខ្ញុំអញ្ចឹងទៅខ្ញុំចង់ share like extra more love អីចឹងណាអ្នកតែពិតខ្ញុំធ្វើរហូតទេហើយសម្រាប់ការធ្វើបុណ្យនេះខ្ញុំអត់មែនធ្វើតែមួយសាទេជាមួយនឹងមនុស្សជាមួយអ៊ំចាស់ក៏ខ្ញុំធ្វើដែរគាត់ថាខ្ញុំចង់ធ្វើវីដេអូនេះឡើងទៅឲ្យអ្នកនរដែលគាត់បានឃើញវីដេអូហ្នឹងគាត់អាចមានចិត្តសប្បុរសធម៌តិចតួចអីចឹងអាចជួយតាមសទ្ធាអ្នកនរដែលមានអញ្ចឹងណាជួយជាថវិកាក៏បានជួយជាបន្លែសាច់ចំណីអីអញ្ចឹងក៏បានដែរចាំខ្ញុំដាក់ page ឲ្យគាត់ហើយជាមួយនឹង ABA របស់គាត់នៅខាងលើហ្នឹងខ្ញុំលុបលើ screen អ្នកនរអាចធ្វើការ donate ទៅតាមនឹងបានណាអ្នកនរព្រោះដោយសារតែឆ្កែក្នុងហ្នឹងគឺច្រើនមែនតើមានទាំងឈើមានទាំងជាមានទាំងពិការនិយាយទៅមានគ្រប់សពហ្មងអ្នកគ្នាហើយចាស់ឆ្លាតមែនតើនេះគឺជារូបបងម្ចាស់ដែលគាត់នៅខាង Paul Family Cambodia ហ្នឹងដែលខ្ញុំថតចូលគាត់មិនតិចមិញហ្នឹងហើយសម្រាប់សត្វដែលគាត់បានជួយមកហ្នឹងគឺសត្វតែមានប្រវត្តិនៃការសង្គ្រោះទាំងអស់អ្នកគ្នាហើយជាពិសេសឆ្កែឥឡូវហ្នឹងគឺកំពុងតែត្រូវការគ្រាវខ្លាំងមែនតើដោយសារតែវាច្រើនវាមានឈ្មោះមានអីនៅកន្លែងតែមួយគ្នាអញ្ចឹងអ្នកគ្នាអញ្ចឹងអ្វីដែលគាត់ត្រូវការហ្នឹងគឺត្រូវការគ្រាវហ្មងអញ្ចឹងបងពេទ្យសត្វខ្លះក៏បានសហការជួយមួយគាត់ទៅហើយអ្នកខ្លះទៀតក៏គាត់ត្រូវការចំណាយដែរអញ្ចឹងគាត់អាចជួយបានធំតិចតួចអីអញ្ចឹងណាអ្នកគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នាក៏នឹងមានចំណាយចូលរួមជួយបរិច្ចាគតាមសទ្ធាតិចក្តីឬក៏ច្រើនក្តីអញ្ចឹងអរគុណច្រើនអ្នកគ្នាសម្រាប់មើលវីដេអូនេះបាយ